ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងមកចែករំលែកក្បាច់មួយដែលពិសេសបំផុតជាមួយនឹងកម្មវិធី Adobe Illustrator ជាមួយនឹង Adobe After Effects យើងចង់ដឹងថាតើពិសេសហ្នឹងគឺពិសេសត្រង់ណាអ្វីដែលពិសេសហ្នឹងគឺត្រង់ថាអ្វីដែលនៅ design នៅក្នុង Adobe Illustrator យើងអាចនាំចូលទៅក្នុង After Effects គ្រាន់តែចុចតែមួយคลิกគឺទៅដល់តែម្ដងបាទនេះគឺជាពិសេសមែនតើបងប្អូនពិសេសខ្លាំងណាព្រោះជាធម្មតានៅពេលដែលយើង design អ្វីមួយចង់ធ្វើអឺ object មួយហ្នឹងនាំចូលទៅក្នុង After Effects ដើម្បីធ្វើចលនា animation អីផ្សេងៗគឺយើងត្រូវ save វាហើយនឹងបំបែក layer វាជាមួយដើម្បីអាចនាំចូលទៅក្នុង After Effects បានគឺយើងត្រូវការច្រើនតង់មែនតើនេះគឺជាក់ស្ដែងខ្ញុំមាន layer ច្រើនមែនតើប៉ុន្តែវាស្ថិតនៅក្នុង sub layer តែមួយអញ្ចឹងណានៅក្នុង main layer តែមួយច្រឡំ sub ដល់ពេលអញ្ចឹងទៅបើសិនជាធម្មតានៅពេលដែលយើងអត់ប្រើប្រាស់វិធីដែលខ្ញុំកំពុងតែចង់បង្ហាញបងប្អូនអ្នកទាំងអស់គ្នានឹងទេជឿជាក់ 100% បងប្អូនច្បាស់ជាបំបែក layer មួយទៅតាម object ដែលមាននៅក្នុងហ្នឹងអញ្ចឹងបងប្អូនលែងបារម្ភទៀតហើយខ្ញុំមានកម្មវិធីមួយដើម្បីចែកជូនបងប្អូនទាំងអស់គ្នាសម្រាប់ក្នុងការប្រើប្រាស់អូខេអញ្ចឹងយើងចូលទៅធ្វើជាមួយវាតែម្ដងទៅដើម្បីកុំឲ្យវែងឆ្ងាយឥឡូវខ្ញុំមាន object ទាំងអស់ហ្នឹងដែលនៅក្នុង Adobe Illustrator ហើយខ្ញុំអត់បានបំបែក layer វាទៅជាមួយមួយទេគឺ layer គឺនៅក្នុង main layer ទាំងអស់អញ្ចឹងទៅបងប្អូនទាំងអស់គ្នាគ្រាន់តែចុចមួយ click អញ្ចឹង After Effects វានឹងបានទទួលនៅ object ហ្នឹងតែម្ដងអញ្ចឹងខ្ញុំមកមើលនៅក្នុង After Effects មកហេបងប្អូនទាំងអស់គ្នាឃើញអត់អញ្ចឹងគ្រាន់តែខ្ញុំចុចតែមួយ click ទេគឺ After Effects បានទទួល object ចេញពី Alas ដោយ automatic តែម្ដងបាទអូខេបងប្អូនទាំងអស់គ្នាមើលទៅអានេះយើងអាចបំបែកគ្រប់បានណាហ្នឹងហើយហើយយើងអាចធ្វើ animation បានដោយរលូនតែម្ដងមានន័យថាវារក្សាទ្រង់ទ្រាយឲ្យយើងបានធម្មតាបន្ទាប់ពីចេញពី Illustrator មកណាបងប្អូនអូខេអញ្ចឹងខ្ញុំមានក្បាច់មួយទៀតនៅពេលដែលបងប្អូនអាចថាវាពិបាកនៅពេលដែលមកវានឹងចាប់ជាមួយនឹងobject ទាំងអស់នេះជាប់ជាមួយគ្នាអញ្ចឹងយើងអត់ចង់ឲ្យជាប់ទេគឺយើងចង់បំបែកប៉ុន្តែជាមួយអក្សរគឺវាបំបែកឲ្យស្រាប់អូខេអញ្ចឹងខ្ញុំសូមលុបនេះចោលវិញខ្ញុំធ្វើម្ដងទៀតជូនអ្នកទាំងអស់គ្នាមើលប៉ុន្តែមួយទៀតត្រូវចាំថានៅក្នុង Illustrator បងប្អូនយកຂະຫນາດប្រមាណឧទាហរណ៍ថាខ្ញុំយកຂະຫນາດ18គុណនឹងຂະຫນາດ18 pixel អញ្ចឹងទៅឬក៏ point អញ្ចឹងណាអញ្ចឹងដូរវាមក pixel ទៅ point និង pixel ប៉ុនតែគ្នាទេបាទអញ្ចឹងនៅក្នុងAfter Effects ក៏ត្រូវតែបង្កើត composition ឲ្យដូចទៅនឹង Alas ដែរគឺទំហំប៉ុនគ្នា pixel គឺຂະຫນາດ pixel សង់ទីម៉ែត្រគឺຂະຫນາດសង់ទីម៉ែត្រដើម្បីកុំឲ្យវាខុសគ្នាណាដល់ពេលដែលវាចាប់ object មកគឺត្រូវប្លង់តែម្ដងអូខេអញ្ចឹងខ្ញុំប្រាប់មួយរបៀបទៀតដើម្បីអាចimport វាទៅ push វាទៅក្នុង After Effects បងប្អូនទាំងអស់គ្នាដើម្បីកុំឲ្យវាជាប់ជាមួយនឹង Telegram ជាមួយនឹងខាងក្រោយនេះកន្លែងប៊ូតុងនេះក៏យើងត្រូវធ្វើវាមួយបាទឥឡូវខ្ញុំចុចវាមួយទៅខ្ញុំចុច push មួយ push select to AE ចុចមួយអញ្ចឹងវានឹងមកហើយរងចាំវាបន្តិចទៅអូខេអញ្ចឹងយើង switch ទៅវិញយើងចុចតែណាដែលវាជាប់ជាមួយគ្នាអញ្ចឹងចុច push មួយទៀតអូខេអញ្ចឹងវានឹងទៅហើយអញ្ចឹងចុចកន្លែងប៊ូតុងនេះមួយទៀត push ទៀតទៅអូខេអញ្ចឹងចំពោះករណីអក្សរអត់អីទេបងប្អូនអាច select ជាមួយគ្នាបានខ្ញុំចុច select ទាំងអស់មកហើយខ្ញុំ push វាទៅ After Effects អូខេអញ្ចឹងវានឹងមកបដាឃើញអត់បងប្អូនគឺស្រួលមែនតើខ្ញុំបាន tool មួយនេះគឺខ្ញុំសប្បាយចិត្តក្នុងការប្រើប្រាស់
Afterfix ហើយនិង Alas ចំពោះ tool នេះដែរគឺគេលក់តម្លៃដូចជា $70 ជាង ប៉ុន្តែអឺខ្ញុំស្គាល់ website មួយដែលគេដាក់ឲ្យទាញយក free អញ្ចឹងយើងអាចប្រើប្រាស់បានដោយរលូនមិនជាបញ្ហាទេហើយwebsite កម្មវិធី tool មួយនេះក៏វា support ជាមួយនឹង Figma នាំចូលមកក្នុងAfterfix បានដូចគ្នាដែរប៉ុន្តែចំពោះ Photoshop គឺអត់មានទេយើង support តែជាមួយនឹង Figma ហើយនឹងAlas ទេដែលអាចនាំចូលមកក្នុង Afterfix បានអញ្ចឹងបងប្អូនមកមើលសិនថានៅពេលដែលយើងពុះវាមកមួយឃើញអត់ថាវាអាចបែកចេញពីគ្នាមួយហើយ Telegram គឺដោយ Telegram ប៊ូតុងគឺដោយប៊ូតុងឃើញអត់អញ្ចឹងអត់មានបញ្ហាទេហើយដល់ពេល anchor point នេះគឺត្រូវតែដាក់ឲ្យវាចំកណ្ដាលហើយបងប្អូនគ្រាន់តែចុច Alt មកអូខេចុច Control ដើម្បីវាចំកណ្ដាលហើយបន្តមកទៀតយើងចុចអានេះហើយមក anchor point មកចំកណ្ដាលដែរមកហើយមកចំកណ្ដាល object វាមួយណាបងប្អូនអានេះក៏ដូចគ្នាហើយចំកណ្ដាលអញ្ចឹងចំពោះអក្សរអត់អីទេគឺវាចំកណ្ដាលល្អហើយប៉ុន្តែដូចជាវានៅខាងក្រោមតិចមិនដឹងបងប្អូនអូខេអញ្ចឹងវាចំកណ្ដាលល្អហើយបើអានេះអត់ចំកណ្ដាលទេបងប្អូនដាក់វានៅចំកណ្ដាលនេះមកអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងការបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាពីដើមដល់ចប់